សួស្តីអ្នកទាំងអស់គ្នាវីដេអូថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងនៅកន្លែងមួយដែលគេហៅថា Cancun នៅក្នុងប្រទេស Mexicoអូខេឥឡូវពួកខ្ញុំតាមមកដល់ចុះពីយន្តហោះមិញហ្នឹងជិះពី LA មករយៈពេលប្រហែលជា3ម៉ោងហើយឥឡូវហ្នឹងកំពុងតែជិះចូលទៅ resort មួយដែលឈ្មោះថា Heaven Riviera resort នេះគឺជា resort ដែលគេហៅថា all inclusive មានន័យថាគេគិតថ្លៃបន្ទប់យើងមួយយប់ប៉ុន្មានអញ្ចឹងទៅហើយថ្លៃស្នាក់នៅថ្លៃហូបថ្លៃចុកអីហ្នឹងគឺគេបូករួមនៅក្នុងហ្នឹងទាំងអស់ហើយសម្រាប់បន្ទប់ហ្នឹងគឺថាគេមានច្រើនប្រភេទអញ្ចឹងណាសម្រាប់បន្ទប់ basic ធម្មតាអញ្ចឹងគឺតម្លៃវាចាប់ផ្ដើមពីប្រហែលខ្ទង់$200ទៅ$200ជាងឬក៏300-400អញ្ចឹងគឺតាមប្រភេទកន្ទប់ដែលយើងចង់បានអញ្ចឹងណាកន្ទប់ខ្លះគឺអត់មានឃើញអីទេគឺមាននៅក្នុងកន្ទប់អញ្ចឹងគ្រាន់តែយើងទៅដល់យើងចូលទៅក្នុងកន្ទប់ខ្លះវិញគឺបើកប្រួចមកវាមានទេសភាពមើលហើយកន្ទប់ខ្លះវិញគឺមានអាងហែលទឹកនៅមុខនឹងហ្មងសម្រាប់កន្ទប់ដែលមានអាងហែលទឹកនៅខាងមុខហ្នឹងគឺជាកន្ទប់ដែលគេហៅថានៅក្នុងលំដាប់ Serenity Clubអញ្ចឹងឥឡូវមកដល់ហើយគេនាំទៅ check in នៅពេលដែល check in ហ្នឹងបើសិនជាយើងនៅក្នុង Serenity Club គឺគេមានជាមេការឲ្យយើងទៀតអញ្ចឹងគាត់នេះគឺជាមេការរបស់ពួកខ្ញុំហើយគាត់ជាអ្នកជួយចាត់ចែងនាំយើងទៅកន្ទប់ហើយបន្ទាប់មកបើសិនជាយើងចង់កក់ហាងកន្លែងញ៉ាំអីចឹងគឺគាត់អ្នករ៉ាប់រងកក់ឲ្យយើងអញ្ចឹងណាគាត់ឥឡូវហ្នឹងកំពុងតែរៀបរាប់ប្រាប់ថានៅក្នុង resort ហ្នឹងមានអីខ្លះហើយមានកន្លែងខ្លះគឺសម្រាប់តែអ្នក Serenity Club ទេដែលអាចទៅបានអញ្ចឹងគាត់គឺរៀបរាប់ប្រាប់យើងថាយើងហ្នឹងអាចទៅកន្លែងនេះទៅកន្លែងនោះបានអញ្ចឹងណាហើយសម្រាប់ club ហ្នឹងគឺមានថ្លៃកន្ទប់ដែលថោកបំផុតហ្នឹងគឺ$700មួយយប់អាហ្នឹងគឺជាកន្ទប់ដែលពួកខ្ញុំនឹងស្នាក់នៅក្នុងរយៈពេល3យប់ហ្នឹងហើយបន្ទាប់មកគឺមានអាថ្លៃជាងហ្នឹងទៀតមួយយប់$1000ជាងក៏មានដែរអញ្ចឹងពួកខ្ញុំនឹងស្នាក់នៅក្នុងកន្ទប់ដែលមានតម្លៃ$700ជាងហ្នឹងអញ្ចឹង$700ហ្នឹងគឺជាតម្លៃដែលយើងបង់សម្រាប់ស្នាក់នៅក្នុងរយៈពេលមួយយប់ហើយវាបូករួមនឹងការហូបចុកភេសជ្ជៈហើយនឹង alcohol អីហ្នឹងគឺគេបូករួមទាំងអស់នៅក្នុងហ្នឹងអញ្ចឹងបានន័យថាតម្លៃ$700ហ្នឹងគឺយើងហូបចុកអីមកស្រឡាញ់ហើយឥឡូវហ្នឹងគឺមកដល់កន្ទប់ហើយនៅនេះគេអត់មានប្រើជា key card អីទេគឺគេមានជា bracelet ហ្នឹងហើយយើងយកតែ bracelet ហ្នឹងដើម្បី scan ទៅយើងបើកទ្វារចូលបានហើយក៏មានកន្លែងផ្សេងទៀតដែលយើងអាចដូចថា scan ចូលដើម្បីកន្លែងដែលដូចថា Serenity Club អីចឹងអានេះគឺជាកន្ទប់របស់ពួកខ្ញុំហើយសម្រាប់កន្ទប់នេះខ្ញុំគិតថាអត់មានអីពិសេសណាស់ទេគឺ like very basic ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺថាមានអាងហែលទឹកនៅខាងមុខហ្នឹងអញ្ចឹងបើសិនជាយើងអ្នកចូលចិត្តលេងទឹកអីចឹងគឺយើងអាចមិនបាច់ទៅណាឆ្ងាយទេនៅមុខកន្ទប់យើងហ្នឹងបើកទៅប្រួចមកអាចចូលទៅលេងទឹកបានអូខេបន្ទាប់ពី check in ហើយគឺរឿងទី1ដែលត្រូវធ្វើហ្នឹងគឺថាទៅញ៉ាំអីអូខេអញ្ចឹងដូចខ្ញុំនិយាយមកអញ្ចឹងនៅពេលដែលយើងបង់ថ្លៃស្នាក់នៅមួយយប់$700ហ្នឹងគឺគេបូករួមទាំងថ្លៃញ៉ាំទាំងថ្លៃអីទាំងអស់ចឹងឥឡូវហ្នឹងពួកខ្ញុំគឺសាក់គ្រប់មុខនិយាយមែនដូចថាមានអីតំណងចឹងយើងសាក់ហើយម្ហូបនេះគឺថាឆ្ងាញ់របស់គេនៅក្នុង resort ហ្នឹងក៏គេមានជាការសម្ដែង show អីចឹងសម្រាប់ឲ្យអ្នកដែលមកលេងហ្នឹងគាត់ដូចថាយប់ឡើងល្ងាចឡើងអីចឹងគឺអាចមកអង្គុយមើល show អីចឹងទៅហើយសម្រាប់ការសម្ដែង show របស់គេហ្នឹងពីមួយយប់ទៅមួយយប់ខុសគ្នាយប់នេះគឺគេសម្ដែង show នេះយប់ស្អែកគឺមាន show អីផ្សេងអញ្ចឹងណាឥឡូវហ្នឹងម៉ោង12ណាម៉ោង11:52យប់ midnight menu នៅពេលដែលយើងមក all inclusive resort ចឹងយើងត្រូវទៅ order food 24 hours តើឯងHi, can I place an order for room service? Shellfish and nuts. Can I do a beef taco, a flank steak sandwich, and then let's do a chicken soup and seasonal fruits. That's it. Yeah, shellfish and nuts. Okay, thank you. It's 12. It's gonna take 45 minutes.
45 minutes? They said give them 45 minutes. Oh my god, I'm gonna sleep. I'm not gonna wait. They and gotta eat. put in the order. It's okay. Oh my god. Let's see. Steak sandwich. It's already 12. Vacation. We got some rice wok, chef salad, chicken club sandwich, tomato soup, and fruit. Room service. This is the cutoff for dinner. Ok, mình sao mình nâng mặt đo nâng về vô bài chân ở lời nâng ngày thì bí phụ nhung chân mặt đa kháng kháng mơ tham miên ấy khá chân ở lời nâng cầm bông tàn nơi cái lại để cái hào tham miên phố nếu cứ chỉ ăn hai tật đài đi tha nhẹ màu tầng ở nâng cứ ai màu nâng bàn tầng ở bạch trăm Serenity Club được ấy mình ăn hai tậtนี้cứ chỉ ăn hai tật đã thông trên cái này không resort nâng hơi kê của miền chia cam thi đôi tha hát ra nó không tức hơi miền chia DJ kê chạ chầm riêng kê ấy chẳng tới hai tụi mà miền ca bánh bù bù là bay ao mình nóng quạt lên nó không ăn hai tụi nó ngoài ban bài để dê chẳng tớiต่อไปสิแม่นักนางอาหารตักนั่งบานไปหาเจียมาเมาเชียงจังคลาวจัดได้นั่งไงเนี่ยออกนี้หาเลยนั่งกับปุ้งแต่ดาวเติมมือจังเลยขนมรีสอร์ทนั่งก็เวจบหมดสมดได้จังหมดดาวนี่คือเมรำนักคืนไอ้เก๋สุขาโฮเทลแอนด์รีสอร์ทจังดูแสดงนั่นหนังได้ดูทางเกมีนจีสมดไอ้จังเต้ยังอาจเล่นในขนมอาหารตักหรือก็ยังอาจหมดดาวเล่นในไหลหมดสมดในบ้านสำหรับหมดสมดเกนั่งยำกระทาอดสะอาดดูในขมายเต้โดยซาเมียนสลายชรานั่นแต่ออกเนี่ยดาวจังเต้คืออดเดี๋ยวเต้คืออดสะอาดดูในขมายยังเตะขมายยังคืออดเซอร์เมียนไอ้จังให้ตัวเมาส์ยังอาจโจตะเลงตักบานนั่นนะยำกระทาเพชรคืออดเซอร์โจตะเลงตักนั่งเต้โดยซาตักนั่งก็อดเซอร์สะอาดไอ้หมานได้ Savage All Inclusive Resort ចឹងគឺអត់មានត្រូវធ្វើអីទេគ្រាន់តែសម្រាប់ចឹងទៅហើយមកញ៉ាំអីទៀតញ៉ាំអីហ្នឹងគឺមើលទៅរបស់ណារៀងថ្លៃអីចឹងគឺញ៉ាំទៅដោយសារគេបូករួមតម្លៃហើយអស់ហើយគេបន្ទាប់ពីញ៉ាំអីហើយគឺអត់មានអីទេគ្រាន់ដើរជុំវិញនឹងទៅដើម្បីមើលថាគេមានសកម្មភាពអីខ្លះដែលយើងអាចលេងបានអីចឹងណាThat first thrill. Oh, I thought it's... You wanna try beat me? So maybe we should do it more. This is a little shrine. This one that we have to leave. See? That's where people drop things. So I'm gonna drop a soda. Wow. It's actually pretty cool. Look at that. Stay fresh. Or, I don't know how much I gave you. 2 for good luck, or how many? Oh, flagships and boats will not leave offerings. Yeah. Check visitors for the... Take us. Give us a tip. Can I pick up the rock or I can't? You could put it deeper inside, babe. Look inside. There's a lot of stuff there. Oh, I don't want to step on it. Yeah. It's okay? Yeah. All right. So this is sort of the
tree of life they have out there. And then this is the igloo. Just step in. It's safe, no one's in there. And you just sit down and you relax. Yeah, it's a warm wind. Look, I think that's a cruise out there. And I guess maybe the Candido Yeah. did it for us. Ngày thứ 3 គឺជាថ្ងៃចុងក្រោយដែលពួកខ្ញុំស្នាក់នៅក្នុង resort ហ្នឹងហើយនៅក្នុងមួយថ្ងៃអញ្ចឹងគឺគេមានជាកម្មវិធីអីផ្សេងខុសៗគ្នាអញ្ចឹងណាសម្រាប់ថ្ងៃនេះគេមានជា yoga class នៅមុខមាត់សមុទ្រហ្នឹងដើម្បីឲ្យយើងបានពុតដៃពុតជើងហើយបន្ទាប់មកមើលទេសភាពស្អាតផងហើយនៅក្នុងរយៈពេល3ថ្ងៃហ្នឹងគឺអត់មានធ្វើអីច្រើនទេមានតែសកម្មភាពអីប៉ុណ្ណឹងឯងហើយនៅក្នុងរយៈពេលមួយថ្ងៃហ្នឹងគឺអ្វីដែលធ្វើច្រើនជាងគេហ្នឹងគឺញ៉ាំគេថាញ៉ាំរហូតព្រោះគេមានម្ហូបច្រើនមុខច្រើនបែបអញ្ចឹងទៅយើងចិត្តតែចង់សាកនេះសាកនោះហើយ everything is included so why not right Salad bar in the middle. Some octopus, cocktail. Yes. Do you like corn or flour? Let's do corn. Corn? Some fresh guacamole. Huh? Hold on, what's that? Coriander, the salt and pepper, the lunches.
Done already. Thank you. Thank you. The chips and fresh come already. Yes. There's no way I can win now. Can I hit it? Oh, I suck at this. One, two, three, four. 1, 2, 3, 4. Damn. Choose the next. She gets to choose the next travel destination. Yes. Ask what? Okay, next destination, where should we go? Where should we go? We have Orlando, we have Reno, we have Richmond, Raleigh. Who else do we have? We go to Raleigh. Raleigh, okay. Raleigh it is. Raleigh, North Carolina, we're coming. Okay. សម្រាប់កម្មវិធី show ថ្ងៃនេះគឺគេមានជា magic showថ្ងៃនេះគឺជាថ្ងៃដែលត្រូវទៅផ្ទះវិញហើយឥឡូវហ្នឹងកំពុងតែនៅលានយន្តហោះនៅក្នុងប្រទេស Mexico អានេះខ្ញុំចង់បង្ហាញពី airport នៅក្នុង Mexico នឹងបន្តិចដោយសារខ្ញុំគិតថាវាមានលក្ខណៈជាច្រើនដែលស្រដៀងខ្មែរទីមួយគឺអាកាសធាតុនៅ Mexico ហ្នឹងគឺក្តៅហើយសើមដូចនៅខ្មែរយើងចឹងមានអារម្មណ៍ថាវាដូចក្តៅហប់ដូចនៅខ្មែរយើងចឹងហើយនៅពេលដែលខ្ញុំមកដល់ខ្ញុំបានថតទេប៉ុន្តែសកម្មភាពនៅលានយន្តហោះហ្នឹងគឺស្រដៀងខ្មែរច្រើនដូចថាមានអ្នកចូលចាំទទួលហើយមានអ្នកចូលចាំគាត់ព្យាយាមលក់ជាកម្មវិធីផ្សេងលក់ជា tour អីចឹងដើម្បីឲ្យយើងហ្នឹងទិញចឹងណាមានអារម្មណ៍ថាស្រដៀងខ្មែរច្រើននៅពេលដែលយើងចុះពីយន្តហោះហ្នឹងមកហើយមានអ្នកចូលចាំហើយអ្នកចូលចាំទទួលហ្នឹងគឺនៅក្រៅអីចឹងគឺនឹងមានអារម្មណ៍ថាស្រដៀងខ្មែរច្រើនប៉ុន្តែខ្ញុំពេលហ្នឹងអត់បានថតដោយសារវាញ៉ៃផងហើយបញ្ញាប់ទៅរកតាក់ស៊ីរកអីចឹងណាចឹងទៅអត់បានថតឥឡូវហ្នឹងខ្ញុំថតពីសកម្មភាពដែលខ្ញុំរៀបចេញដំណើរទៅវិញនេះគឺជាសកម្មភាពនៅក្នុង airport នៅក្នុង Mexico They do a good job decorating. You want to see like cologne or perfume or anything? Yes. We have 3 hours. Or right yeah. Oh wow, look at this. Oh let's Starbucks go to Starbucks ហើយអ្វីដែលចាប់អារម្មណ៍មួយទៀតហ្នឹងគឺនៅពេលដែលខ្ញុំសាកញ៉ាំ Starbucks នៅ Mexico ហ្នឹងគឺថាអត់ឆ្ងាញ់ទេអ្នកទាំងអស់គ្នានិយាយទៅគឺខុសគ្នាដាច់ពី Starbucks នៅអាមេរិកហើយ Starbucks នៅខ្មែរយើងក៏ខ្ញុំធ្លាប់ញ៉ាំដែរហើយក៏
វាខុសគ្នាពីអាមេរិកដែរប៉ុន្តែឆ្ងាញ់គ្រាន់បើសិនជានៅនេះវិញគឺអូយអត់ឆ្ងាញ់ទេអូខេបន្ទាប់ពីមើលវីដេអូនៅក្នុងថ្ងៃនេះហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ resort នេះតើបើអ្នកទាំងអស់គ្នាមានស្គាល់ resort ណានៅខ្មែរយើងដែលមានជាលក្ខណៈ all inclusive ចឹងអត់បើសិនជាអ្នកទាំងអស់គ្នាស្គាល់ជួយ comment ប្រាប់ខ្ញុំផងដោយសារនៅក្នុងរយៈពេលប្រហែលខែទៀតហ្នឹងខ្ញុំនឹង plan ទៅលេងខ្មែរហើយចង់ទៅសាកជាលក្ខណៈ all inclusive resort អីចឹងនៅខ្មែរយើងខ្ញុំចង់ដឹងថានៅខ្មែរយើងមិនដែរអីចឹងណាហើយមួយទៀតម្ហូបខ្មែរទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាស្គាល់អ្នកទាំងអស់គ្នាជួយ comment ហើយប្រាប់ខ្ញុំផង